សិក្សានុសិស្សទាំងអស់គ្នាអាណាព្យាបាលព្រមទាំងវិជាជនទាំងអស់នៅក្នុងប្រទេសកម្ពុជាខ្ញុំបានមានឈ្មោះថាគង់ស្ថិរតជាសិស្សមកពីមធ្យមសិក្សានៃសាលារៀនបញ្ញជនកម្ពុជាថ្ងៃនេះខ្ញុំបានពិតជាមានសំណើយ៉ាងខ្លាំងដែលសាលារៀនរបស់ខ្ញុំបានបង្កើតនៅកម្មវិធីមួយដែលតាក់ទងទៅនឹងថ្នាក់ជាតិគឺទិវាជាតិអំណាចលើកទី10ក្នុងប្រទេសកម្ពុជានិងទិវាអំណាចលើកទី4នៅក្នុងសាលារៀនបញ្ញជនកម្ពុជាក្នុងនាមខ្ញុំជាសិស្សានុសិស្សទាំងម្នាក់ដែលរស់នៅក្នុងប្រទេសកម្ពុជាខ្ញុំបាទសូមសំណូមពរដល់កុមារមិនថាយុវជនយុវតីសិស្សានុសិស្សពេញវ័យសូមឲ្យចូលរួមในការអានគ្រប់គ្នាពីព្រោះការអានផ្ដល់នូវសារៈសំខាន់ខ្លាំងណាស់ដល់ការរស់នៅប្រចាំថ្ងៃការអានបានផ្ដល់ជាគំនិតដល់យើងអាចដោះស្រាយបញ្ហាផ្សេងៗដោយខ្លួនឯងមានការគិតពិចារណាច្បាស់លាស់ត្រឹមត្រូវក្នុងនាមយើងជាសសរទ្រូងនៃប្រទេសកម្ពុជាម្នាក់ខ្ញុំសូមបង្ហាញនូវចិត្តដ៏ស្មោះសរថាក្នុងនាមខ្ញុំបាទជាសិស្សានុសិស្សនិងខំបដិញ្ញាចិត្តលើកស្ទួយនៅវិស័យការអាននៅក្នុងប្រទេសកម្ពុជាយើងឲ្យបានល្អនិងខ្លាចជាអ្នកដឹកនាំដ៏ល្អម្នាក់ក្នុងការអភិវឌ្ឍនៅប្រទេសជាតិនាថ្ងៃខាងមុខឲ្យបានរីកចម្រើនខ្ញុំបាទសូមសំណូមពរដល់បងប្អូនទាំងអស់គ្នាថាក្នុងនាមយើងជាប្រជាជនម្នាក់នៅក្នុងពិភពលោកមិនថានៅក្នុងប្រទេសកម្ពុជាក្តីឬក្នុងពិភពលោកក្តីសូមយកការអានជាសំខាន់ព្រោះការអានគឺជាជីវិតជម្រាបលាដល់បងប្អូនទាំងអស់ដែលបានចំណាយពេលដ៏មានតម្លៃក្នុងការស្ដាប់នៅការបកស្រាយនៅទិវាជាតិអំណាចនៅថ្ងៃនេះសូមអរគុណសូមជម្រាបលា